អញ្ចឹងបើរឿងមួយត្រូវការ whisky មួយកែវទើបហ៊ាននិយាយចេញតាម microphone បានមានន័យថារឿងនោះមិនត្រឹមតែពិបាកនិយាយទេវាពិបាកទ្រាំតែរឿងខ្លះវាធ្វើការ whisky មួយកែវបានអាចនិយាយនៅលើ microphone បាន you know មើលទៅមេឃមានផ្កាយមើលខាងក្រៅមុខមានស្នាមញញឹមប៉ុន្តែយើងទាំងអស់គ្នាដឹងអត់ថានៅខាងក្នុងកំពុងមានព្យុះស្នេហាតារាត្រូវចិត្តគេបើសិនកាន់ផ្កាស្លាត្រូវមាត់គេបើសិនបៃស្នេហាយើងទាំងអស់គ្នាអាចស្រឡាញ់នៅស្រឡាយគាត់អាចវិភាគបត់គាត់ប៉ុន្តែកុំភ្លេចទុកកន្លែងឲ្យគាត់ធ្វើជាមនុស្សធម្មតាផងសួស្តីបងប្អូនថ្ងៃនេះគឺថាយើងមក react ទៀតហើយជាមួយនឹងបទទី2របស់បងវណ្ណាដែលមានចំណងជើងថា Blue Story បន្ទាប់ពីបងវណ្ណាស្ងាត់មួយរយៈមកគឺថាគាត់មកវិញជាមួយនឹង3បទក្នុងពេលតែមួយបើយើងអានតាមចំណងជើងនេះមិនមែនជារឿងពណ៌ខៀវណាបងប្អូនទាំងគ្នាពណ៌ blue នេះគឺជាពណ៌នៃអារម្មណ៍ពណ៌នៃរបួសនិងជាពណ៌នៃមនុស្សដែលកំពុងតែព្យាយាមញញឹមទោះបីជាខាងក្នុងកំពុងបាក់បែកក៏ដោយហើយខ្ញុំក៏ថាបងប្អូនក៏បានស្ដាប់ចម្រៀងបងវណ្ណាហើយដែរមុននឹងបងប្អូនមកមើលវីដេអូខ្ញុំចឹងឥឡូវយើងទៅ react ទាំងអស់គ្នាម្ដងទៀតBlue Story រឿងខ្លះគេចង់និយាយមិនក៏បានតែរឿងខ្លះវាធ្វើការ whisky មួយកែវបានអាចនិយាយនៅលើ microphone បាន you know អូខេបើ intro ភ្លាមគឺបង្ហាញពីភាពសោកសៅតែម្ដងបង្ហាញពីអារម្មណ៍ដែលពិបាកនិយាយចេញណាអញ្ចឹងបើរឿងមួយត្រូវការ whisky មួយកែវទើបហ៊ាននិយាយចេញតាម microphone បានមានន័យថារឿងនោះមិនត្រឹមតែពិបាកនិយាយទេវាពិបាកទ្រាំតែរឿងខ្លះវាធ្វើការ whisky មួយកែវបានអាចនិយាយនៅលើ microphone បាន you know I better live my life I better not get tired មួយទៅលើមេឃមានផ្កាយមួយទៅលើមុខមាន smile ទោះបីត្រូវយំត្រូវ cry I gotta live my life អូខេ I gotta live my មើលទៅមេឃមានផ្កាយមើលខាងក្រៅមុខមានស្នាមញញឹមប៉ុន្តែយើងទាំងអស់គ្នាដឹងអត់ថានៅខាងក្នុងកំពុងមានព្យុះនៅពេលយើងមកដល់កន្លែងនេះគឺខ្ញុំនឹកឃើញដល់រឿងខ្ញុំទៀតហើយមនុស្សអាចញញឹមបានប៉ុន្តែមិនមែនថាมันកំពុងឈឺទេស្នាមញញឹមគ្រាន់តែជាផ្ទាំងវាំងននមួយដែលបាត់បង់ពីភាពឈឺចាប់ដូចខ្ញុំអញ្ចឹងពេលខ្លះទៅតែញញឹមទៅតែសប្បាយដើម្បីធ្វើជាវាំងននមួយបិទបាំងការឈឺចាប់អញ្ចឹងហើយបងប្អូនពេលខ្លះឃើញសើចឃើញសប្បាយឃើញញញឹមអីកុំតន់ស្រាថាលឿនពេកបាទអានេះអត្ថន័យគាត់ដែលគាត់បាននិយាយណាI gotta live my life ងងឹតហើយដូចបាំងពពកព្រះអាទិត្យដូចជាគ្មានពន្លឺស្នេហាអរតែស្មីសំយោគគោថ្លង់និយាយស្ដាប់លេងលឺបាត់មុខព្រោះទ្រង់ក្រងគង់តែស៊ាំតែគេថែមជំងឺអស់សេរីភាពចេញទៅណាទៀតរួនតែឆក់កដៀតគិតដល់មេឃភ្លឺមានមនុស្សជាច្រើនចង់កំណត់វាសនាខ្ញុំមិនចង់ឃើញខ្ញុំសើចទេបើជាចង់ឃើញខ្ញុំស្រែកយំបញ្ហាយូរមិនអស់ទេបើជាចង់ឃើញខ្ញុំទូលភ្នំរឿងហួរអស់ហើយចង់សើរើឲ្យវាវិលមកជុំមនុស្សធម្មតាខ្ញុំមិនមែនជាទេវតារឿងស្នេហាមានពីណាកំណត់វាស្នាបើតែមុខមិនរួចតែនៅចំមិនតន់ណាស្នេហ៍ដូចភ្លើងកំជ្រួចមិនរីកទៅជាផ្កាស្នេហាតារាត្រូវចិត្តគេបើសិនកាន់ផ្កាស្លាត្រូវមាត់គេបើសិនបៃស្នេហាតាមផ្លែផ្កាកាត់ដោយផ្លែរណាទីមក Oh my god យើងដឹងថាមកយ៉ាងនេះគាត់មានបញ្ហាអីអញ្ចឹងនេះហើយគឺជាបញ្ហាដែលគាត់ជួបប្រទះហើយគាត់បាននិយាយរ៉ាយរាប់ទាំងអស់តាម microphone តាមចម្រៀងនឹងឯងជាកន្លែងគាត់អាចនិយាយបានពេលខ្លះមិនលាក់ទុកពេកទេត្រូវតែនិយាយខ្លះដើម្បីឲ្យធូរចិត្តណាហើយនេះគឺជាស្នេហាតារាពេលស្រឡាញ់គ្នាគឺថាមហាជនចង់ឃើញរៀបការមែនតើហើយដល់ពេលបែកគ្នាមហាជនមិនចង់ដឹងថាតើណាខុសមួយទៀតបងប្អូនអ្នកគ្នាគាត់និយាយថាមនុស្សធម្មតាខ្ញុំមិនមែនជាទេវតាមួយឃ្លានេះគឺថាគ្រប់គ្រាន់ហើយសម្រាប់ការប្រាប់យើងនៅពីក្រោយភាពល្បីល្បាញនិងអ្នកគ្រប់គ្រងរាប់លានអ្នកគាត់ក៏ជាមនុស្សធម្មតាដូចយើងចឹងអាចនិយាយថាមនុស្សល្បីមិនមែនលែងមានបេះដូងណាត្រូវអត់គាត់ក៏ចេះស្រឡាញ់ចេះយំចេះខូចចិត្តក៏អាចចេះមានកំហុសហើយគាត់ក៏ត្រូវការពេលវេលាដើម្បីព្យាបាលខ្លួនឯងផងដែរយើងស្រឡាញ់សិល្បៈរបស់គាត់បានប៉ុន្តែមិនមែនមានន័យថាយើងគឺជាម្ចាស់ជីវិតរបស់គាត់ទេខ្ញុំមិនមែនជាទេវតារឿងស្នេហាមានពីណាកំណត់វាស្នាបើតែមុខមិនរួចតែនៅចំមិនតន់ណាស្នេហ៍ដូចភ្លើងកំជ្រួចមិនរីកទៅជាផ្កាស្នេហាតារាត្រូវចិត្តគេបើសិនកាន់ផ្កាស្លាត្រូវមាត់គេបើសិនបៃស្នេហាតាមផ្លែផ្កាកាត់ដោយផ្លែរណាទីមកវិនិច្ឆ័យដកយកតម្លៃអត់នឹងជាតែម៉ៃដើម្បីផលប្រយោជន៍ចង់គឺយើងខ្សែអានឹងលោកដៃកំពុកដោយទឹកស្គរគេរោមដោយស្មៅឬខ្ញុំមាននីតិពលចង់ចាប់ខ្ញុំតាមមណ្ឌលចង់កែប្រែឬចង់ដុតខ្ញុំឲ្យខំចង់ឃើញណាមុខខ្ញុំកំពុលផ្លេចទៅទាំងដុលខំរឹងបំពុលស្នេហ៍ត្រូវឈប់តែដឹងទាញមកវិនិច្ឆ័យដកហូតយកតម្លៃអត់នឹងជាតែម៉ៃដើម្បីផលប្រយោជន៍ចឹងកន្លែងនេះខ្ញុំគួរនិយាយអត់សង្គមខ្មែរយើងបច្ចុប្បន្នគឺឲ្យតែមានបញ្ហាតិចគឺចាក់ដាំវេកញែកទាញមកពិភាក្សាគ្នាអីហ្នឹងទៅហើយពេលខ្លះរឿងហ្នឹងគឺគាត់អត់ដឹងច្បាស់តែធ្វើឲ្យគាត់ហ្នឹងដឹងគ្រប់រឿងចឹងយកមកវេកញែកយកមកនិយាយចាមែនតើអញ្ចឹងពាក្យចាមរាមួយក៏មិនគួរខ្លាចជាចាក្រំដែរហើយអ្នកខ្លះវេកញែកដើម្បីតែផលប្រយោជន៍ខ្លួនឯងកន្លែងមួយទៀតដែលខ្ញុំចាប់អារម្មណ៍ស្
ស្នេហ៍ត្រូវឈប់តែដង្ហើមនៅដអត់ហែកហួរព្រឹកទៅទឹកអត់ល្អអត់បកស្រាយព្រឹកទៅឈាមនៅកឃើញខ្ញុំជាមនុស្សឬមិនឃើញខ្ញុំជាសណចង់ អូនេះបងប្អូននេះ ឈាមនៅកឃើញខ្ញុំជាមនុស្សឬមិនឃើញខ្ញុំជាសណ ឃើញខ្ញុំជាមនុស្សឬមួយឃើញខ្ញុំជាសំណអញ្ចឹងឃ្លានេះមិនមែនគាត់ទៅជាកំហឹងទេប៉ុន្តែវាជាសំណួរមួយរបស់មនុស្សម្នាក់ដែលមានអារម្មណ៍ថាគេមិនទុកតម្លៃឲ្យគាត់ជាមនុស្សទេមកដល់កន្លែងនេះចង់សួរបងប្អូនមួយចំនួនវិញថានៅពេលបងប្អូនខមមិនទៅលើផុសឲ្យមួយអញ្ចឹងណាតើបងប្អូនអរគ្នាយកអារម្មណ៍អ្នកអានអត់ត្រឹមខមមិនមួយគឺយើងសរសេរមកដល់2នាទីទេប៉ុន្តែអ្នកទទួលវាអាចឈឺដល់រាល់ខែស្រាប់ខ្ញុំស៊ំហើយអញ្ចឹងលែងជាបញ្ហា ឃើញខ្ញុំជាមនុស្សឬមិនឃើញខ្ញុំជាសណចង់ដកសឹកខ្ញុំឲ្យអស់ privacy ខ្ញុំឲ្យអស់ចង់ឲ្យដឹងកើចូលចោះបើជាជីវជាតិឲ្យខ្សោះនឹងមាន ប្រាប់តិចតែម្ដង ធ្លាប់ប្រាប់អូនថាស្រឡាញ់គ្នាយើងមាន class អ្នកខ្លះចំណែនអូនណានិយាយផ្ដេសផ្ដាស់កុំប្រកាន់គេអីឃើញយើងយំគេហាហាដូចជាត្រូវចិត្តគេណានេះមនុស្សលើលោកីដូចជាត្រូវចិត្តគេណាពេលដែលឃើញស្នេហ៍យើងផ្លាស់ទៅទំព័រមួយថ្មីបងតែងតែនិយាយថាចូលកុំខឹងគេណាពួកគេបានតែសំដី ធៀបជាមនុស្សចង់ដឹងរឿងគេវិញ្ញាណរឿងគេនៅអត់ស្ងៀមទេនៅអត់សោកទេ Shit man នឹងនិយាយតាម បត់តែគាត់មុនសូរ ស្នេហាចាប់ផ្ដើមនឹងមិនចោះភ្លឺស្នេហ៍ទៅរលត់ហើយស្ងោះគេកាយទៅបើយើងជាអ្នកកគេចោទឲ្យវិនិច្ឆ័យគ្រប់សងរឿងពីរអ្នកចាំបាច់ឲ្យអ្នកណាដឹងគ្រប់គ្នាប្រឹងសម្លឹងរំពឹងឲ្យយើងឈឺចាប់ questioning about my life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  រឿងពីរអ្នកចាំបាច់ឲ្យអ្នកណាដឹងគ្រប់គ្នាប្រឹងសម្លឹងរំពឹងឲ្យយើងឈឺចាប់ questioning about my life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  ចាប់អារម្មណ៍ការជើងរបស់គាត់នេះគឺចាក់ដាក់មែនតើបង្ហាញពីអារម្មណ៍ឈឺចាប់ទាំងឡាយរិចទាំងអារម្មណ៍ច្រៀងគ្រប់យ៉ាងទាំងអស់រូបទាំងផ្លេចផងដែរបាទ Did you wanna see me fail fall straight oh គេនឹងសាទរតែដៃ Did you wanna see me ឈឺចាប់ស្ទើស្លាប់មិនអាចងើបជាថ្មី Did you wanna see me go broke ដេកស្ដោកដេកដួលលើដីចង់ចាប់ខ្ញុំមកបរិភោគឬក៏អ្នកល្មោអង្គនឹងកាត់ក្តីរឿងថ្មី អ្នកដែលប្រកែចောက်ដឹងរឿងគេដឹងចុកឬក៏យ៉ាងម៉េចណាបងប្អូនទាំងគ្នាតែខ្ញុំគិតថាប្រហែលជាគាត់មិនអីទេព្រោះអីអារម្មណ៍ចង់ដឹងរឿងគេចង់កាត់អីនឹងគេគឺវាដូចជាគ្រឿងញៀនមួយដែលញៀនណាបងប្អូនទាំងគ្នាអត់បានណានៅពេលអត់ដូចសោះអញ្ចឹងតែបងប្អូនទាំងគ្នាបាទ I better live my life I better not get មិនអត់បាននិយាយតិចឯងបងប្អូន made me cry មិនទៅលើមុខមាន smile ទៅទៅត្រូវយំត្រូវ cry I gotta live my life I gotta live my MV គឺពណ៌ខៀវហើយអក្សរ ដូចបាំងពពកព្រះអាទិត្យដូចជាគ្មានពន្លឺស្នេហាអរស្មីសំយោគគោថ្លង់និយាយស្ដាប់លេងលឺបាត់មុខព្រោះទ្រង់ក្រមគង់តែស៊ាំតែគេថែមជំងឺអស់សេរីភាពចេញទៅណាទៀតដួនទៅឆក់កដៀតគិតដល់មេឃភ្លឺ អូខេទាំង lyric ទាំងវីដេអូទាំងការច្រៀងគ្រប់យ៉ាងគឺបង្ហាញខ្ទេចអត់មានសល់ទេអញ្ចឹងអ្វីដែលគាត់ចង់ប្រាប់យើងនៅក្នុងបទច្រៀងនេះគឺគាត់ក៏ជាមនុស្សដូចយើងចេះយំចេះសើចចេះខូចចិត្តចេះឈឺចេះខុសអីចឹងទៅគាត់ចង់បន្ថែមថាគាត់ត្រូវការរស់ក្នុងជីវិតរបស់គាត់និយាយតាមត្រង់តទៅជាមួយនឹងបទ Blue Story នេះមិនមែនជាបទបែបស្នេហាធម្មតាទេតែវាគឺជាសម្លេងរបស់មនុស្សម្នាក់ដែលបាត់បង់ស្នេហាផងនិងបាត់បង់ភាពស្ងាត់ស្ងាត់របស់គាត់ផងហើយក៏ត្រូវឈររងទទួលពីការកាត់ក្តីរបស់មនុស្សដែលមិនមែនជាអ្នករស់នៅជាមួយគាត់មិនដឹងរឿងគាត់សោះតែម្ដងមនុស្សម្នាក់អាចល្បីដល់ណាក៏ដោយគាត់ក៏នៅតែជាមនុស្សមានបេះដូងមានសាច់មានឈាមមានការឈឺចាប់និងអាចមានកំហុសបានដែរយើងទាំងអស់គ្នាអាចស្រឡាញ់នៅស្រឡាយគាត់អាចវិភាគបត់គាត់ប៉ុន្តែកុំភ្លេចទុកកន្លែងឲ្យគាត់ធ្វើជាមនុស្សធម្មតាផងអញ្ចឹងត្រឡប់មកវិញខ្ញុំចង់ដឹងថាតើឃ្លាណាមួយក្នុងបទចម្រៀង Blue Story កន្លែងណាដែលចាក់ដោតបេះដូងបងប្អូនអរគ្នាជាងគេខមមិននៅខាងក្រោមឲ្យខ្ញុំបានដឹងផងហើយកុំភ្លេច like subscribe ជាមួយ channel ថ្មីហ្នឹងហើយ channel នេះគឺ channel ថ្មីរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយជាមួយនឹងការ react បទចម្រៀងទី3របស់បបវណ្ណដាដែលមានចំណងជើងថា Do You Yes